នេះគឺជាទស្សនវិជ្ជានៅក្នុងទីកន្លែងប្រកបរបរចិញ្ចឹមជីវិតបន្តិចបន្តួចរបស់កូនស្រីច្បងលោកស៊ិនស៊ីសាមុតឈ្មោះស៊ិនយុទ្ធនាគាត់បានឲ្យដឹងថាចំពោះការប្រកបរបរបែបនេះថ្ងៃខ្លះលក់ដាច់ថ្ងៃខ្លះលក់មិនដាច់មិនទៀងទេដែលបញ្ហានេះធ្វើឲ្យស្ថានភាពក្រុមគ្រួសាររបស់គាត់ជួបការលំបាកខ្វះខាតច្រើនក្នុងជីវភាពរស់នៅប្រចាំថ្ងៃតាមរយៈទស្សនវិជ្ជានេះខ្ញុំបានតំណាងផលិតកម្មមាតុភូមិសង្ឃឹមនិងជឿជាក់ថាបន្ទាប់ពីបានទស្សនាខ្សែ DVD ភាគទី26នេះរួចហើយនោះទស្សនិកជនទាំងអស់ប្រកាសជានឹងចូលរួមឧបត្ថម្ភដល់ក្រុមគ្រួសារភរិយាអធិរាជសម្លេងមាសស៊ិនស៊ីសាមុតជាក់ជាមិនខានឡើយដើម្បីជាការជួយចែករំលែកនៅទុក្ខលំបាកខ្វះខាតទាំងឡាយដែលបានកើតមានឡើងចំពោះក្រុមគ្រួសារភរិយានៃវីរៈសិល្បករខ្មែរដ៏ល្បីល្បាញនេះក្នុងគណៈនេះយើងបានចាក់ចេញផុតពីលំនៅឋានបច្ចុប្បន្នរបស់លោកយាយខៅថងញុតដោយបានធ្វើដំណើរមកដល់ពីមុខផ្លូវចូលទៅកាន់ផ្ទះកំណើតរបស់អធិរាជសម្លេងមាសស៊ិនស៊ីសាមុតហើយផ្ទះនេះមានទីតាំងស្ថិតនៅក្នុងទឹកដីភូមិស្រះឫស្សីឃុំស្ពានថ្មស្រុកស្ទឹងត្រែងទីរួមខេត្តស្ទឹងត្រែងមានចម្ងាយប្រមាណជិត1គីឡូម៉ែត្រប៉ុណ្ណោះពីលំនៅឋានបច្ចុប្បន្នរបស់លោកយាយខៅថងញុតផ្អែកតាមការបង្ហាញរបស់លោកយាយខៅថងញុតបានឲ្យដឹងថាផ្ទះកំណើតរបស់លោកស៊ិនស៊ីសាមុតនេះត្រូវបានកសាងឡើងក្នុងអំឡុងពេលដែលលោកស៊ិនស៊ីសាមុតមានជនមាយុប្រមាណ14ទៅ15ឆ្នាំប៉ុណ្ណោះសប្តាហ៍ថ្ងៃនេះផ្ទះនេះគ្មានមនុស្សរស់នៅឡើយពលគឺត្រូវបានបោះបង់ចោលឲ្យនៅស្ងាត់ជ្រងំអស់រយៈពេលប្រមាណជាង10ឆ្នាំកន្លងមកហើយលោកយាយខៅថងញុតបានមានប្រសាសន៍បន្តឲ្យដឹងថាលោកស៊ិនស៊ីសាមុតឈប់រស់នៅក្នុងផ្ទះនេះក្រោយពេលដែលលោកបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងលោកយាយដែលត្រូវជាបងប្អូនជាទួតមួយនឹងគ្នាហើយផ្ទះនេះក៏ត្រូវបានលក់ទៅឲ្យសាច់ញាតិក្នុងខណៈពេលដែលក្រុមគ្រួសាររបស់លោកស៊ិនស៊ីសាមុតនិងលោកយាយបានទៅរស់នៅទីក្រុងភ្នំពេញកាលពីមុនអំឡុងទសវត្សរ៍ទី50បច្ចុប្បន្ននេះសំណង់គេហដ្ឋាននេះទទួលរងនូវភាពទ្រុឌទ្រោមខ្លាំងព្រោះពុំមានការជួសជុលនិងថែរក្សាឡើងវិញលោកយាយខៅថងញុតបានបន្ថែមថាប្រសិនបើមានលទ្ធភាពនោះលោកយាយចង់ទិញផ្ទះនេះទុកជាកេរដំណែលក្រុមគ្រួសារព្រមទាំងរៀបចំឲ្យคล้ายទៅជាទីកន្លែងមួយសម្រាប់រំលឹកដល់ប្រវត្តិជីវិតរស់នៅរបស់ស្វាមីលោកយាយតាំងពីវ័យកុមារភាពផងដែរបាទខណៈនេះដោយសារដំណើរទស្សនាចររបស់យើងឈានចូលមកដល់ក្នុងទឹកដីកំណើតរបស់អធិរាជសម្លេងមាសស៊ិនស៊ីសាមុតទៅហើយនោះខ្ញុំបាទអ្នកធ្វើអត្ថាធិប្បាយសូមធ្វើការរំលឹកឡើងវិញអំពីប្រវត្តិខ្លះៗនៃជីវិតអធិរាជសម្លេងមាសស៊ិនស៊ីសាមុតដូចតទៅតាមឯកសារខ្លះបានឲ្យដឹងថាលោកស៊ិនស៊ីសាមុតបានប្រសូតឡើងនៅពេលជិតភ្លឺក្នុងឆ្នាំរកាគ្រិស្តសករាជ1935នៅក្នុងទឹកដីនៃខេត្តស្ទឹងត្រែងបើគិតរហូតមកដល់សប្តាហ៍ថ្ងៃនេះលោកស៊ិនស៊ីសាមុតមានជនមាយុប្រមាណ70ឆ្នាំហើយលោកស៊ិនស៊ីសាមុតបានក្លាយជាអ្នកចម្រៀងដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជានៅក្នុងអំឡុងទសវត្សរ៍ទី50ដល់ពាក់កណ្ដាលទសវត្សរ៍ទី70ហើយត្រូវបានគេសន្និដ្ឋានថាលោកអាចត្រូវពួកប៉ុលពតសម្លាប់នៅក្រោយពេលព្រឹត្តិការណ៍ថ្ងៃ17ខែមេសាឆ្នាំ1975ក្រៅពីអាចច្រៀងនៅបទចម្រៀងបែបសម័យនិងបុរាណរួមទាំងបទចម្រៀងបរទេសខ្លះបានយ៉ាងពិរោះនោះលោកស៊ិនស៊ីសាមុតត្រូវបានគេដឹងថាចេះនិពន្ធបទភ្លេងនិងទំនុកច្រៀងហើយក៏អាចលេងឧបករណ៍ភ្លេងម៉ុងដូលីនបានយ៉ាងស្ទាត់ជំនាញថែមទៀតផងអធិរាជសម្លេងមាសស៊ិនស៊ីសាមុតមុនពេលដែលបានលាចាកលោកទៅដោយសារការសម្លាប់របស់ពួកប៉ុលពតនោះត្រូវបានគេសន្និដ្ឋានថាលោកបានបន្សល់ទុកនៅទឹកដមសម្លេងច្រៀងដ៏រស់រវើកជាមួយនឹងបទចម្រៀងចំនួនប្រមាណជិត 10000 បទឯណោះក្នុងនេះបទចម្រៀងរបស់លោកគឺសុទ្ធតែបានរៀបរាប់នៅគ្រប់ទិដ្ឋភាពនៃជីវិតក្នុងសង្គមខ្មែររហូតធ្វើឲ្យអ្នកចម្រៀងសម័យក្រោយៗមកពិបាករកអ្វីមកច្រៀងឲ្យថ្មីខុសប្លែកពីបទចម្រៀងរបស់លោកខ្លាំងណាស់ផ្អែកលើការដំណើរពីព្រឹទ្ធាចារ្យសិល្បករខ្មែរក្នុងទសវត្សរ៍ទី50ដែលជាមិត្តភក្តិស្និទ្ធស្នាលជាមួយអធិរាជសម្លេងមាសស៊ិនស៊ីសាមុតនោះបានបង្ហាញឲ្យដឹងដែរថាលោកស៊ិនស៊ីសាមុតជាមនុស្សម៉ឺងម៉ាត់និងអំណត់ព្យាយាមយ៉ាងខ្លាំងមុនពេលចាប់យកអាជីពជាអ្នកចម្រៀងនេះលោកបានបញ្ចប់ការសិក្សានៅសាលាពេទ្យក្នុងក្រុងភ្នំពេញលោកស៊ិនស៊ីសាមុតចូលចិត្តលេងកីឡាណាស់ពិសេសការហាត់ច្រៀងរបស់លោករហូតបានដល់កម្រិតកំពូលយ៉ាងដូចនេះក៏បានផ្សារភ្ជាប់ជាមួយនឹងវិស័យកីឡាដែរ
ពលគឺលោកបានហាត់ច្រៀងបណ្ដើរលើកអាទិបណ្ដើរដើម្បីពុតសំលេងកុំឲ្យញ័រនិងប្រើដង្ហើមឲ្យបានវែងជាដើមតាមការបង្ហាញដដែលបានឲ្យដឹងទៀតថាលោកស៊ិនស៊ីសមុទ្រមានការពុះពៀតស៊ូខ្លាំងណាស់ក្នុងការខិតខំប្រឹងប្រែងលើកស្ទួយវិស័យសិល្បៈចម្រៀងខ្មែររួមជាមួយនឹងបុព្វសិល្បករសិល្បករនីកវីនិពន្ធឆ្នើមមួយចំនួនទៀតក្នុងខណៈពេលដែលកំពុងមានការប្រជែងផ្នែកទឹកដមសម្លេងច្រៀងជាមួយតារាចម្រៀងដ៏ល្បីឈ្មោះរបស់ប្រទេសថៃគឺលោកសំយុទ្ធនិងលោកសូថេបវង្សកំផែងនោះទស្សនិកជនទាំងអស់ជាទីមេត្រីតាមរយៈស្នាដៃនិងទេពកោសល្យរបស់អធិរាជសម្លេងមាសស៊ិនស៊ីសមុទ្រដែលបានបន្សល់ទុករហូតមកដល់បច្ចុប្បន្នដោយរកអ្នកស្នងគ្មាននោះក្នុងនាមផលិតកម្មមាតុភូមិសង្ឃឹមនឹងជឿជាក់ថាកិត្តិយសរបស់អធិរាជសម្លេងមាសស៊ិនស៊ីសមុទ្រនឹងត្រូវបានលើកដំកើងតាមរយៈការបង្កើតឲ្យមានជាទិវាអធិរាជសម្លេងមាសស៊ិនស៊ីសមុទ្រឬក៏បង្កើតឲ្យមានជារូបសំណាករបស់លោកដាក់តាំងនៅតាមទីកន្លែងដ៏សមរម្យណាមួយជាជាមិនខានសម្រាប់ថ្ងៃអនាគតដ៏ខ្លីខាងមុខនេះក្នុងខណៈនេះដោយសារតែពេលវេលានៃដំណើរទស្សនាចររបស់យើងនៅក្នុងខ្សែ DVD ភាគទី26នេះចេះតែរំកិលទៅមុខជាបណ្ដាហើយនោះខ្ញុំបាទអ្នកធ្វើអត្ថាធិប្បាយសូមជម្រាបផងដែរថានៅចុងបញ្ចប់នៃខ្សែ DVD នេះផលិតកម្មមាតុភូមិយើងខ្ញុំនឹងមានបង្ហាញជូនទស្សនិកជនទាំងអស់ទស្សនានៅជីវភាពនៃជីវិតពិតបច្ចុប្បន្នរបស់ក្រុមគ្រួសារលោកស៊ិនច័ន្ទឆាយាដែលជាកូនប្រុសបង្កើតរបស់អធិរាជសម្លេងមាសស៊ិនស៊ីសមុទ្រជាបន្តទៀតក្នុងខណៈនេះក្រុម